នៅក្នុងនីតិព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃនេះយើងនិយាយពីប្រទេសចិនក្តៅក្រហាយនឹងអាមេរិកដែលបញ្ជូននាវាចម្បាំងទៅសមុទ្រចិនខាងត្បូងជំវិញព័ត៌មាននេះយើងមានបទអន្តរកម្មពីព្រំសិនសូលីណាជំរាបសួរសូលីណាជំរាបសួរសាភ័ណ្ឌសូលីណាអាមេរិកបញ្ជូននាវាចម្បាំង USS Saturn ចូលទៅក្បែរកោះ Triton នៅសមុទ្រចិនខាងត្បូងនេះគឺជាការផ្កើនចិនតែបើយោងទៅតាមសេតវិមានលោកស៊ីជីនពីងបែរជាមិននិយាយពីរឿងប៉ះទង្គិចនេះសោះជាមួយនឹងលោក Donald Trump តាមរយៈទូរស័ព្ទរដ្ឋាភិបាលចិនមានទាំងក្រសួងការពារជាតិចិនសិទ្ធិបាននាំគ្នាប្រតិកម្មប្រឆាំងការបញ្ជូននាវាចម្បាំងអាមេរិកទៅតំបន់សមុទ្រចិននេះរួចហើយសុភ័ណ្ឌដូច្នេះលោកស៊ីជីនពីងមិនត្រូវការបន្ថែមភាពតានតឹងលើរឿងនេះជាមួយលោកត្រាំទៀតទេគេមើលឃើញថាអាមេរិកផ្កើនចិនបញ្ជូននាវាចម្បាំងទៅក្បែរកោះត្រីតុងនៅសមុទ្រចិននេះគឺដើម្បីជំរុញចិនឲ្យដាក់សម្ពាធកាន់តែខ្លាំងលើកូរ៉េខាងជើងប៉ុណ្ណោះម្ល៉េះហើយបានជាថ្ងៃច័ន្ទនេះប្រធានាធិបតីចិនស៊ីជីនពីងនិងលោកដូណាល់ត្រាំនិយាយតាមទូរស័ព្ទជាមួយគ្នាមិនលើកពីបញ្ហានាវាចម្បាំងអាមេរិកនេះមែនតែប្រធានាធិបតីទាំងពីរបានជជែកគ្នាពីរឿងនុយក្លេអ៊ែរកូរ៉េខាងជើងចាតបថាលោកស៊ីជីនពីងមិននិយាយរឿងនាវាចម្បាំងអាមេរិកជាមួយលោកដូណាល់ត្រាំមែនប៉ុន្តែលោកបានប្រាប់លោកដូណាល់ត្រាំនៅថ្ងៃច័ន្ទនេះថាពេលនេះមានកត្តាអវិជ្ជមានជាច្រើនធ្វើឲ្យល្អក់កកដល់ទំនាក់ទំនងទ្វេភាគីរវាងអាមេរិកនិងចិនសុថាតើរឿងអវិជ្ជមានធ្វើឲ្យចិនក្តៅក្រហាយនឹងអាមេរិកនោះមានអ្វីខ្លះទៅមិនមែនមានតែរឿងអាមេរិកប្រើនាវាចម្បាំងផ្កើនចិននេះតែមួយមុខទេមានច្រើនណាស់សភ័ណ្ឌមួយរយៈចុងក្រោយនេះបែបយ៉ាងកាលពីថ្ងៃប្រហ័សអាមេរិកបានដាក់ទណ្ឌកម្មមិនឲ្យធនាគារចិនឈ្មោះថា Dangdong Bank រកស៊ីលើទីផ្សារហិរញ្ញវត្ថុអាមេរិកទេធនាគារចិនមួយនេះរងការចាត់ប្រកាន់ថារកស៊ីលាងលុយកខ្វក់ជាប់ពាក់ព័ន្ធសហគ្រាសរកស៊ីដែលពាក់ព័ន្ធនឹងការអភិវឌ្ឍមីស៊ីលនៅកូរ៉េខាងជើងលើសពីនេះទៀតដែរសប្តាហ៍មុនដដែលនេះអាមេរិកថែមទាំងបានលូកដៃចូលរឿងសិទ្ធិមនុស្សនៅចិនដូចជារឿងហុងកុងអញ្ចឹងអាមេរិកបានសម្ដែងការបារម្ភពីការគោរពសិទ្ធិសេរីភាពនៅហុងកុងជាដើមមានរឿងមួយទៀតដែលចិនខឹងនឹងអាមេរិកដែរនោះគឺរឿងតៃវ៉ាន់តាក់ទងកិច្ចសន្យាលក់អាវុធទៅឲ្យកោះតៃវ៉ាន់ដែលមានតម្លៃជាង$1,400រវាងអាមេរិកនិងតៃវ៉ាន់ចិនចាត់ទុកតៃវ៉ាន់ជាខេត្តរបស់ចិនរំលឹកអាមេរិកច្រើនលើកហើយថាចិនសង្ឃឹមថាអាមេរិកគោរពគោលការណ៍ទឹកដីចិនតែមួយប៉ុន្តែខាងកងទ័ពអាមេរិកនោះហាក់ដូចជាមិនខ្វល់រឿងទឹកដីចិនតែមួយអីទេគណៈកម្មាធិការកងទ័ពអាមេរិកបែរជាបានអនុម័តច្បាប់ឲ្យនាវាអាមេរិកអាចចូលទៅចតទៀងទាត់នៅតាមកំពង់ផែនៅតៃវ៉ាន់ទៅវិញទោះយ៉ាងនេះក្តីច្បាប់អាមេរិកមួយនេះត្រូវឆ្លងកាត់សភានិងការចុះហត្ថលេខាពីលោកដូណាល់ត្រាំសិនទើបអនុវត្តបាននិយាយរួមមកវិញប្រធានាធិបតីចិនលើកឡើងតាមទូរស័ព្ទទៅលោកដូណាល់ត្រាំនៅពាក្យថាកត្តាអវិជ្ជមានបង្កបញ្ហាដល់ទំនាក់ទំនងរវាងចិននិងអាមេរិកគឺដើម្បីឲ្យលោកត្រាំដឹងថាប្រសិនបើលោកត្រាំចង់ឲ្យចិនបន្ថែមសម្ពាធលើកូរ៉េខាងជើងទាល់តែអាមេរិកខ្លួនឯងនឹងចេះគោរពចិនដែរមិនត្រូវបន្តផ្កើនលូកដៃក្នុងកិច្ចការផ្ទៃក្នុងចិនទេអាមេរិកត្រូវដឹងថារឿងសមុទ្រចិនខាងត្បូងរឿងសិទ្ធិមនុស្សរឿងតៃវ៉ាន់សុទ្ធតែជារឿងក្តៅកគុកមិនអាចលេងសើចទេចាសូលីណាអាមេរិកដាក់សម្ពាធចិនរឿងកូរ៉េខាងជើងក៏ព្រោះតែអាមេរិកខឹងកូរ៉េខាងជើងខ្លាំងហើយថ្មីនេះនិស្សិតអាមេរិកដែលកូរ៉េខាងជើងបានដោះលែងកាលពីខែមុនហ្នឹងក៏បានស្លាប់ទៀតដូច្នេះធ្វើឲ្យប្រជាជនអាមេរិកហ្នឹងខឹងកូរ៉េខាងជើងលោកត្រាំទើបតែទទួលជួបប្រធានាធិបតីកូរ៉េខាងត្បូងហើយសន្យាដោះស្រាយរឿងកូរ៉េខាងជើងពេលនេះលោក Donald Trump មានតែដាក់សម្ពាធចិនអញ្ចឹងទៅអាមេរិកបញ្ជូននាវាទៅក្បែរកោះចំនួននៅសមុទ្រចិនខាងត្បូងម្សិលមិញហ្នឹងក៏ជាការប្រមានមួយទៅដល់ចិនដែរឃើញថាចិនសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅតាមកោះទាំងនោះច្រើនណាស់សូលីណាដូចយើងបានដឹងចឹងសុភ័ណ្ឌបើចង់ឲ្យលោកស៊ីជីនពីងដាក់សម្ពាធលើកូរ៉េខាងជើងតើតែអាមេរិកចេះប្រើវិធីសាស្ត្រការទូតគោរពភាគីចិនដែរមិនអាចសុកយកនាវាចម្បាំងមកផ្កើនចិននៅសមុទ្រចិនស្រួលអញ្ចឹងទេអ្នកណាក៏ដឹងដែរថាលោកស៊ីជីនពីងចូលចិត្តដំណោះស្រាយតាមបែបការទូតលោកដូណាល់ត្រាំនិងលោកស៊ីជីនពីងទើបបានជួបមុខគ្នាផ្ទាល់កាលពីខែមេសាប៉ុណ្ណោះដែលធ្វើឲ្យគេមើលឃើញថាទំនាក់ទំនងអាមេរិកនិងចិនបានកក់ក្ដៅឡើងវិញប៉ុន្តែពេលនេះទំនាក់ទំនងនេះបែរជាល្អក់កកទៅវិញហើយនាវាអាមេរិកចូលទៅកោះត្រីតុងស្ថិតនៅប្រជុំកោះចំនួនប៉ារ៉ាសែលម្សិលមិញតៃវ៉ាន់និងវៀតណាមក៏ឆ្លោះដណ្ដើមកោះនេះជាមួយចិនដែរអាមេរិកប្រាប់ថានាវាចម្បាំងចូលទៅទីនោះគឺគ្រាន់តែបង្ហាញពីសេរីភាពនៃចរាចរណ៍ដែនទឹកប៉ុណ្ណោះសេរីភាពយ៉ាងណាក៏ដោយប្រសិនបើតំបន់កោះចំ
លួសជាបញ្ហាក្តៅកគុកអាមេរិកមិនអាចលេងសើចអញ្ចឹងទេម្យ៉ាងទៀតគិតតាំងពីលោក Donald Trump ឡើងកាន់អំណាចនៅសហរដ្ឋអាមេរិកមកមិនមែនជាលើកទី1ទេដែលនាវាអាមេរិកចូលទៅបង្ករឿងកាលពីថ្ងៃ25ឧសភាសុភ័ណ្ឌនាវាអាមេរិកធ្លាប់ចូលទៅតំបន់ប្រជុំកោះ Spratly ដែលជាកោះចំនួនដែរនាវាអាមេរិកចូលទៅក្បែរកោះត្រីតុងម្សិលមិញត្រូវបានក្រសួងការពារជាតិចិនចោទរហូតថាប៉ះពាល់ដល់ស្ថិរភាពក្នុងតំបន់ទៀតផងក្រសួងការបរទេសចិនព្រមានអាមេរិកឲ្យកែប្រែកំហុសនេះឡើងវិញកុំឲ្យបង្ករឿងបែបនេះទៀតបើសិនជាអាមេរិកចង់ឲ្យទំនាក់ទំនងចិនអាមេរិកត្រឹមត្រូវឡើងវិញអរគុណសាលីណាសម្រាប់បទអន្តរាគមន៍នៅថ្ងៃនេះ